សាច់រឿងរបស់យើងបានចាប់ផ្ដើមជាមួយនឹង Albedo ក៏រាយការណ៍ប្រាប់មក Manga បើតាមតា Aura គេផ្ញើសារមកនៅជុំវិញ Nasrik ហ្នឹងគឺគាត់មិនបានប្រទះឃើញអ្នកដែលលេង game Yggdrasil ហ្នឹងទេប្រាប់ដល់គ្នាហើយពួកគាត់អត់ស្គាល់ Yggdrasil ហ្នឹងអីទេគាត់គ្រាន់តែធ្វើតាមដែលអ្វីដែលមក Manga យើងគាត់ប្រាប់ម្យ៉ាងទៀត Aura គាត់ក៏បានរីកបន្តឹងការឃ្លាំមើលនៅក្នុងព្រៃធំដែលស្ថិតនៅជិត Nasrik ហ្នឹងផងដែរបើអ្នកគ្នាអត់ចាំ Aura ទេ Aura គឺជាបងប្អូនប្រុសស្រីជាមួយនឹង Mare ហើយអ្នកគ្នានៅចាំអាប៉ែមួយដែលថានាំទ័ពមកវាយការ save ឲ្យមក Manga យើងទៅជួយនឹងអត់អាប៉ែហ្នឹងឈ្មោះថា Nikun ក៏ដោយសារតែភាពមុនហ្នឹងគឺគេបានប្រាប់ឈ្មោះទេគេទៅតែមកប្រាប់ឈ្មោះនៅភាគហ្នឹងឯង Albedo បានទៅសួរទៅកាន់ Manga ថាចុះយើងធ្វើម៉េចជាមួយនឹងភូមិតូចមួយនោះភូមិដែល Manga យើងជួយភាពមុននោះ Manga គាត់ក៏បានឆ្លើយថាភូមិខនហ្នឹងគ្រាន់តែជាកន្លែងឈរជើងរបស់គាត់ដែលគាត់ទទួលបានដោយតាមលក្ខណៈមិត្តភាពចឹងហើយជៀសវាងកុំឲ្យមានភាពអាក្រក់ទៅកាន់ពួកគេរបៀបថាកុំឲ្យគេគិតថាពួកគាត់អាក្រក់បន្ទាប់មក Albedo ក៏បានរាយការណ៍ចប់ហើយគាត់ក៏បាននិយាយថាខ្ញុំអត់សមនឹងទទួលពាក្យបែបហ្នឹងទេដោយសារតួរបស់យើងថាធ្វើការបានល្អក្នុងនាមជាបុរសដ៏កំពូលហើយក៏ជាបុរសដែលខ្ញុំស្រឡាញ់ជាងគេទៀតសូមប្រាខ្ញុំតាមអ្វីដែលលោកម្ចាស់ចង់បានទៅចាស់ Albedo អារម្មណ៍ឯងមកកាន់ខ្ញុំហ្នឹងក៏ដោយសារតែខ្ញុំភ្ជាប់អ្វីមួយនៅក្នុងខ្លួនរបស់ឯងគាត់ចង់ប្រាប់ថាគាត់អ្នកកែ setting ដាក់នៅក្នុងខ្លួនរបស់ Albedo ថាឲ្យស្រឡាញ់គាត់រហូតចា៎មានបញ្ហាអីទេចា៎ហាលោកម្ចាស់មានរឿងមួយដែលសំខាន់បំផុតតើវាធ្វើឲ្យលោកម្ចាស់មានបញ្ហាអីអត់បើឥឡូវនេះដូចជាអត់មានអីផងចឹងខ្ញុំជឿថាវាមានបញ្ហាអីហ្នឹងហើយខ្ញុំច្រឡំកែ setting របស់ Tabula បើអ្នកគ្នាដឹង Tabula ហ្នឹងគឺជាមិត្តភក្តិរបស់គាត់ហើយក៏ជាអ្នកបង្កើត Albedo ផងដែរខ្ញុំដឹងច្បាស់ណាស់ថាលោកម្ចាស់ Tabula Smaragdina គាត់នឹងអត់ទោសឲ្យលោកម្ចាស់ដូចជាឪពុកនៅពេលដែលគាត់ឲ្យកូនស្រីគាត់រៀបការញ៉ាំបកប្រែគ្រប់ពាក្យសម្ដីរបស់គេក៏ដោយសារតែចង់ឲ្យវីដេអូហ្នឹងឲ្យកាន់តែយូរចឹងណាឯងគិតចឹងមែនទេកំពុងតែសាងសងគ្នា Sheltia គាត់ក៏បានមកដល់ Manga គាត់ក៏សួរថាមានការអីមែនថ្ងៃហ្នឹងបានឃើញមកដល់ហ្នឹង Sheltia គាត់ក៏បានឆ្លើយថាគាត់មកហ្នឹងគាត់មកមើល Manga យើងថាសុខសប្បាយជាអត់ Albedo គាត់ក៏ថាឥឡូវបានឃើញហើយត្រឡប់ទៅវិញទៅដោយសារលោកម្ចាស់មានរឿងកិច្ចការធំនិយាយជាមួយនឹងខ្ញុំក៏មករំខានSheltia គាត់ក៏បានថាអញ្ចឹងបានគេថាយាយចាស់មានបញ្ហាមែនមានពេលទំនេរច្រើនមែនបន្ទាប់ពីដល់ថ្ងៃផុតកំណត់ហើយគាត់ចង់ថា Albedo យើងហ្នឹងគឺហួស delay ហើយឯងចង់ប្រាប់ខ្ញុំថាឯងកំពុងតែទុំចាំឲ្យតែគេរើសមែនអីវ៉ាន់ដែលឯងកំពុងតែដាក់ហ្នឹងមើលទៅល្អដែរតែវាមែនតែមួយខ្លាំងខ្លាយខ្ញុំនឹងសម្លាប់អ្នកឆ្កែញីចែកហៅពីណាគេថាហួស delay ហ្នឹងណាហើយទៅពីអ្នកហ្នឹងឈប់ឆ្លោះគ្នាដូចក្មេងទៀតឥឡូវប្រាប់ការងារបាយហ្នឹងមក Sheltiaមានការងារអីពិតប្រាកដ Sheltia គាត់ក៏បានប្រាប់ថាគាត់នឹងចូលរួមធ្វើការជាមួយនឹង Saber ដែលមក Manga យើងប្រាប់ឲ្យគាត់ទៅធ្វើហើយគាត់អត់បានមក Nasrik វិញទេប្រហែលជាមួយរយៈពេលខ្លីហើយគាត់មកហ្នឹងក៏មកលាមក Manga យើងដែរក្រុង Irentel Manga គាត់ក៏បានមកក្រុង Irentel ដើម្បីធ្វើជាអ្នកផ្សងព្រេងដែលថាគេជួលគាត់ឲ្យទៅសម្លាប់បិសាចអីយកលុយគាត់មកនឹងគឺមកពីអ្នកជាមួយអ្នកបម្រើផ្ទាល់ខ្លួនរបស់គាត់ Nabel ហើយនៅកន្លែងនេះក៏ដូចផ្ទះសំណាក់អញ្ចឹង Manga យើងគាត់ថាគាត់ត្រូវការបន្ទប់មួយដែលមានក្រែ2ហើយក៏អត់ត្រូវការហាយទេហើយម្ចាស់ផ្ទះគាត់ក៏ថាអស់7កាក់សម្រិតក្នុងមួយយប់ឲ្យលុយផ្ទាល់នេះ7កាក់សម្រិតយកបន្ទប់នៅជាន់ទី2នៅខាងក្រោយគេទាំងអស់ពេល Manga យើងរៀបដើរទៅមានពួកស្ទាវ3នាក់គេចង់ដាក់ជើងឲ្យពួតជើងដួលណៃហើយដឹងឈឺហ៎ហើយចង់ធ្វើម៉េចឥឡូវហ្នឹងហ៎មើលទៅជំងឺរបស់អញប្រហែលជាត្រូវការថែទាំពីនារីស្អាតម្នាក់នេះហើយអធិស្ឋានខ្ញុំផងតែលោកនិយាយដូចជាពួកក្មេងស្ទាវខ្ញុំមិនអាចទប់សំណាចបានទេអីចង់និយាយថាម៉េចហ្នឹងអាកូនណាអើយម៉ែអើយជួយឪផងហើយមើលទៅទន់ខ្សោយណាស់គ្រាន់តែលេងប្រប៉ិតនឹងសោះយ៉ាងម៉េចមែនអាណាចង់សាទៀតទេណែឯងកំពុងតែធ្វើស្អីហ្នឹងហ៎ទឹកថ្នាំបាយបែកខ្ទេចដោយសារតែអីហ្នឹងឥឡូវសងលុយភ្លាមអញសុកចិត្តអត់បាយហើយឈប់ផឹកស្រាទៀតដើម្បីសន្សំលុយទិញអាទឹកថ្នាំមួយហ្នឹងហើយថ្ងៃហ្នឹងឯងមកកុំតិចទឹកថ្នាំអញអស់ឲ្យអាពួកអានោះសងទៅខ្ញុំមិនដឹងអីទេឲ្យវាសងស្អីបើមើលទៅវាលះហាមយ៉ាងឯងទៀតតែឯងវិញមើលទៅដូចជាអ្នកមានដែរពាក់អាវក្រោះអីល្អប្រហែលជាមានទឹកថ្នាំ2 3នៅជាប់ខ្លួនអីឲ្យតែទឹកថ្នាំខ្ញុំមកវិញក៏បានដែរអីទេឈប់ខ្ញុំមានទឹកថ្នាំស្អីក្រហមអញ្ចឹងឥឡូវអស់អីទេឥឡូវហ្នឹងអត់អីទេណាបេគាត់ក៏ថាបរោះជាកំពូលដូចលោកម្ចាស់នេះមិនសមនៅកន្លែងបែបនេះទេកុំនិយាយអញ្ចឹងណាបេពួកអ្នកផ្សងព្រេងទាំងអស់នោះក៏គេនៅអញ្ចឹងដែរម្យ៉ាងទៀតពួកគេធ្វើការក្រោមអង្គការទេអ្វីដែលពួកគេធ្វើជាប្រចាំហ្នឹងគឺសម្រាប់តែបិសាចជាការងារដែលគ្មានសុបិនតតែសោះចូលលោកម្ចាស់គួរធ្វើយ៉ាងម៉េចជាមួយនឹងម្នាក់ស្រីមិញឋានៈនាងគឺជាឋានៈដែក
ចឹងមានន័យថាគេមានឋានៈខ្ពស់ជាងយើងពួកយើងគ្រាន់តែជាឋានៈក្រោមគាត់ទេចឹងហើយពួកយើងគួរតែឲ្យតម្លៃគាត់ជុំវិញសាធារណៈផងទេបើសិនជាខ្ញុំបកប្រែរឿងហ្នឹងវាល្អជាងសម្រាយរឿងនេះម្យ៉ាងទៀតមើលបានយូរទៀតអ្នកនរគ្នាគិតមិនដែរចាស់ខមមិននៅក្រៅហ្នឹងមើលខ្ញុំគួរសម្រាយរឿងខ្លីៗឬមួយក៏បកប្រែរឿងឲ្យវែងចឹងមកណាបេឯងគិតមិនជាមួយនឹងមនុស្សទាំងអស់ហ្នឹងពួកគេជាសម្រាមនាងក៏អញ្ចឹងដែរមែនណាបេខ្ញុំប្រាប់ឲ្យឯងបដូរគំនិតនៃការគិតរបស់ឯងទេក៏ប៉ុន្តែត្រូវចាំឯងត្រូវតែរក្សាអរិភាពឯងហ្នឹងឲ្យវាបានល្មមទៅរបៀបថាគាត់ប្រាប់ណាបេដូចតែប្រាប់អេលបេដូពីមុននោះឲ្យគាត់ធ្វើស្ងៀមល្អៗនៅមុខមនុស្សទៅខ្ញុំយល់ហើយលោកម្ចាស់ក្រែងខ្ញុំប្រាប់ឯងហើយទៅតែហៅខ្ញុំម៉មនៅពេលដែលយើងនៅក្នុងទីក្រុងនេះចឹងម៉ងកាយើងគឺដូរឈ្មោះទៅម៉មសម្រាប់ឲ្យមនុស្សគាត់ស្គាល់ចាលោកម្ចាស់ម៉មធម្មតាទៅបានហើយហើយឯងក៏មិនមែនជា Nabarel កាម៉ាទៀតដែរតែគឺជាអ្នកដើរតាមអ្នកផ្សងព្រេងម៉មឈ្មោះថាណាបេចាខ្ញុំសុំទោសផងលោកម៉មឥឡូវនេះខ្ញុំមកប្រាប់ឯងអំពីគោលបំណងរបស់យើងជាដំបូងគឺយើងបន្លំខ្លួនធ្វើជាអ្នកផ្សងព្រេងនៅក្នុងទីក្រុងមួយនេះហើយគោលបំណងធំរបស់យើងហ្នឹងគឺយើងត្រូវតែស៊ើបឲ្យដឹងអំពីពិភពលោកមួយនេះហើយយើងនឹងបន្តធ្វើជាអ្នកផ្សងព្រេងតទៅទៀតរហូតឋានៈរបស់យើងគឺខ្ពស់ជាងគេទាំងអស់ពេលយើងបានឋានៈធំហើយការងាររបស់យើងក៏ធំដែរចឹងហើយខ្ញុំប្រកាសណាយើងច្បាស់ជាទទួលបានព័ត៌មានធំពីពិភពលោកមួយនេះពិតជាអស្ចារ្យដោយការគិតមែនលោកម្ចាស់ម៉មមិនមែនមកលោកម្ចាស់ទេតែឥឡូវហ្នឹងគឺយើងមានបញ្ហាមួយយើងក្រលហាមឲ្យគ្មានលុយទេលុយដែលយើងមានប្រមាណហ្នឹងគឺសុទ្ធតែជាមាសយកមកពីយ៉ាក្រាសេលទាំងអស់បើសិនជាយើងយកមាសទាំងអស់ហ្នឹងយកមកប្រើគឺដូចតែស្រេចប្រកាសប្រាប់គេថាយើងមកពីយ៉ាក្រាសេលអញ្ចឹងទោះបីជាមាន player គេមកពីយ៉ាក្រាសេលដូចយើងដែរតែពួកគេមិនមែនប្រកាសថាពួកគេគឺជាមនុស្សល្អឯណាអញ្ចឹងឥឡូវហ្នឹងគឺយើងត្រូវការដោះស្រាយបញ្ហាមួយហ្នឹងសិនពួកយើងត្រូវតែរកការងារធ្វើកលេចមកមើលម្នាក់ស្រីដែលមកគាត់ឲ្យថ្នាំមិញហ្នឹងគាត់ក៏បានមកជួបអ្នកលក់ថ្នាំម្នាក់ឈ្មោះថា Napiria Balea ឈ្មោះកប់សេរីខ្ញុំហ្នឹងហើយតែមានអីខ្ញុំជួយមែនខ្ញុំមានរបស់មួយយ៉ាងដែលចង់ឲ្យឯងត្រួតពិនិត្យបន្តិចលោកយាយមើលអានេះបន្តិចមើលនេះចាំមើលយាយមើលបន្តិចមើលគាត់ក៏ជាលោកយាយរបស់ខ្ញុំឈ្មោះថា Lisi Balea ហ៎ចាំមិនឲ្យលោកយាយNapiera ទឹកថ្នាំដែលពួកយើងផ្សំមកគឺសិតតែខ្លាចទៅជាពណ៌ខៀវតើត្រូវទេនឹងហើយលោកយាយទឹកថ្នាំមួយនេះគឺជាទឹកថ្នាំពិតប្រាកដដែលគ្មាននរណាអាចធ្វើបានទេរហូតមកដល់ពេលនេះទឹកថ្នាំព្យាបាលរបួសពិតប្រាកដចម្រើនចេញពីពណ៌ដែលស្មើនឹងឈាមរបស់ទេវតាយាយធ្លាប់តែគិតថាវានឹងជារឿងប្រឌិតទេទឹកថ្នាំមួយនេះគឺវាស្មើភាពជាមួយនឹងទឹកថ្នាំព្យាបាលរបួសលេខ2តម្លៃរបស់វានឹងស្មើនឹង8កាក់មាសតែបើតាមតែភាពកម្ររបស់វាហ្នឹងណាមនុស្សផ្សេងទៀតគឺអាចសម្លាប់ឯងបានឲ្យតែបានទឹកថ្នាំមួយហ្នឹងឥឡូវមិនដែរនាងតូចលក់ទឹកថ្នាំមួយហ្នឹងឲ្យខ្ញុំអត់ប៉ុន្តែឥឡូវខ្ញុំមានរបស់ផ្ដល់ជូនឯងមួយទៀតណែមើលអាវក្រៅប៉ែនោះទៅលយនោះហើយទីមើលអាមួយឈុតហ្នឹងអស់ម៉ានឋានៈរបស់វាគ្រាន់តែជាសម្រិតទេតែវាមើលទៅដូចជាកូនអ្នកមានអញ្ចឹងណាកាដូប៉ាឲ្យដឹងមើលមិនក៏នៅតែមើលមិនយល់អាវបើជាអសហ្នឹងណាបេក៏ជាអានអសហ្នឹងខ្វល់ច្រើនស្អីឲ្យយកនេះមកទៅខ្ញុំចង់ធ្វើការមួយនេះឲ្យខ្ញុំសុំទោសផងលោកតែការងារមួយហ្នឹងគឺសម្រាប់តែអ្នកឋានៈធំទេខ្ញុំដឹងហើយចឹងហើយបាទខ្ញុំយកវាមកទីនេះហ្នឹងណាក៏ប៉ុន្តែមានច្បាប់ដែលយើងត្រូវធ្វើតាមច្បាប់ឈួតស្អីនោះបើសិនជាលោកបរាជ័យការងារមួយហ្នឹងប្រកាសណាស់ច្បាស់ជាមានមនុស្សស្លាប់ជាច្រើនមិនបាច់ភ័យទេដៃគូរបស់ខ្ញុំនេះគឺជាអ្នកប្រាជ្ញចិត្តរសិលកម្រិត3ស្អីគេកម្រិត3មែនហ្នឹងអាយុប៉ុណ្ណឹងសោះកម្រិត3អញមិនជឿទេអើយហើយខ្ញុំគឺជាអ្នកជំបាំងដែលកម្រិតស្មើនឹងគាត់ចឹងខ្ញុំចង់ធ្វើការងារមួយណាដែលអាចស្មើនឹងកម្លាំងរបស់ពួកយើងសូមអធិស្ឋានផងលោកតែខ្ញុំត្រូវការធ្វើតាមច្បាប់ហើយខ្ញុំអាចឲ្យលោកធ្វើការមួយនេះបានទេអូខេយល់ហើយសូមទោសផងដែលខ្ញុំនិយាយទៅដូចជាអាត្មានិយមចឹងជនអ្នកមានការងារណាដែលពិបាកសម្រាប់កម្រិតសម្រិតដូចខ្ញុំអត់បើអ្នកគ្នាដឹងថាសម្រិតអីគេវាប្រៀបដូចក្បាលមាន់នៅក្នុង Mobile Legends ចឹងអូមានតែចាំតិចខ្ញុំយកឲ្យចុះលោកចង់ជួយពួកខ្ញុំជាមួយការងាររបស់ខ្ញុំអត់អ្នកផ្សងព្រេងមួយក្រុមនេះគឺសិតតែជាក្បាលដែកចឹងហើយការងារពួកគេហ្នឹងគឺល្អជាងការងាររបស់ម៉ាម៉នយើងទៀតម៉ាម៉នគាត់ក៏យល់ព្រមទៅឥឡូវខ្ញុំមកណែនាំអ្នកទាំងអស់គ្នាឲ្យលោកស្គាល់ខ្ញុំគឺជាមេក្រុមរបស់ដាវនៃភាពងងឹតឈ្មោះថា Peter Mok ហើយខ្ញុំថា Peter ទៅបានហើយនេះគឺជាផ្នែកនឹងតិចរបស់ក្រុមខ្ញុំឈ្មោះថា Lucrut Volvi ហើយនេះគឺជាអ្នកដាក់ឈាមនិងប្រើប្រាស់ធម្មជាតិឈ្មោះថា Trudden ហើយជាចុងក្រោយគឺជាអ្នកប្រាជ្ញយុទ្ធសិលហើយក៏ជាខួរក្បាលនៃធីមមួយនេះដែរគាត់ឈ្មោះថា Ninja តែ Peter តើលោកអាចឈប់ហៅឈ្មោះក្រៅខ្ញុំបានណាគួរឲ្យខ្មាស់គេណាមិនបានហៅមិនបានមើលទៅគាត់ក្មេងមែនក៏ប៉ុន្តែគាត់មានទេពកោសល្យណាគាត់មានទេពកោសល្យតាក់ទងជាមួយនឹងយុទ្ធសិលគាត់អាចរៀនចេះយុទ្ធសិលក្នុងរយៈពេល4ឆ្នាំដែលជាធម្មតាគេត្រូវរៀន8ឆ្នាំឯណោះពិតជាអស្ចារ្យមែនតែនៅមានម្នាក់ទៀតគេល្បីឈ្មោះយ៉ាងខ្ញុំឯងកំពុងតែនិយាយពីម្នាក់ឈ្មោះបាលីហ្នឹងមែនអូត្រូវភ្លេចប្រាប់នាងឈ្មោះថាណាបេចំណែកខ្ញុំឈ្មោះម៉ូម៉ន
ជួយមើលថែពួកខ្ញុំផងចឹងតើអ្នកនរគ្នាដឹងថាម្នាក់ឈ្មោះបាឡែហ្នឹងគេមានទេពកោសល្យអីខ្លះទៅអូបើសិនជាលោកអត់ដឹងប្រហែលជាលោកមិនមែនជាអ្នករស់នៅម្ដុំនេះហើយយ៉ាងហ្នឹងហើយពួកខ្ញុំទៅតែម្ដងម្សិលមិញនេះដែរហ្នឹងនភារាបាឡែគឺជាចៅប្រុសរបស់យាយអ្នកលក់ថ្នាំដ៏ល្បីម្នាក់នៅនេះទេពកោសល្យរបស់គាត់ហ្នឹងគឺគាត់អាចប្រើយុទ្ធសាស្ត្រគ្រប់មុខបានបើស្ដាប់ទៅមនុស្សម្នាក់ហ្នឹងដូចជាគ្រោះថ្នាក់ណាស់លោកម្ចាស់ខ្ញុំដឹងហើយឥឡូវនិយាយរឿងការងាររបស់យើងឥឡូវនេះវិញការងាររបស់យើងគោលដៅគឺទៅសម្រាប់បេសាចដែលនៅជិតទីក្រុង Irentel អូអញ្ចឹងយើងដើរកម្ចាត់បេសាចតែបើតាមតែការពិតទៅការងារមួយហ្នឹងមិនមែនជាគេអ្នកប្រាប់ឲ្យយើងធ្វើទេមានន័យថាម៉េចគឺវាពឹងទៅលើកម្លាំងនៃបេសាច Guild គេនឹងទទួលបានលុយពីទីក្រុងហើយគេក៏ឲ្យរង្វាន់យើងឥឡូវខ្ញុំបញ្យល់អ្នកគ្នាយល់របៀបថាបើសិនជាយើងសម្រាប់បេសាចហ្នឹងហើយយើងយកអ្វីមួយដែលពាក់ព័ន្ធជាមួយនឹងបេសាចហ្នឹងហើយយើងយកទៅឲ្យ Guild ហើយ Guild ហ្នឹងគឺគេទទួលបានលុយពីខាងទីក្រុងចឹងហើយ Guild គឺគេមានរង្វាន់ឲ្យយើងវិញរបៀបថាវាយបេសាចហើយធ្លាក់ item ហ៎ហើយយក item ហ្នឹងយកទៅលក់វាគឺជាការងារចាំបាច់របស់ពួកយើងដោយសារតែវាហ្នឹងហើយបានយើងមានអាហារញ៉ាំហ្នឹងនោះហើយវាក៏ធ្វើឲ្យមនុស្សជុំវិញយើងហ្នឹងវាគ្រោះថ្នាក់ហ្នឹងចុះខ្សោយខ្លះដែរហ្នឹងហើយពួកយើងមានកម្រងទៅប្រមាញ់បេសាចទាំងអស់ហ្នឹងនៅព្រៃខាងត្បូងមិនដែរចូលរួមមួយពួកខ្ញុំអត់មានអីល្អតើជួយមើលថែពួកខ្ញុំផងឥឡូវបើថាយើងធ្វើការជាមួយគ្នាឥឡូវខ្ញុំឲ្យមើលមុខខ្ញុំតិចខ្ញុំលើថាភេកខាងត្បូងគឺសបោមុខដូចជាលោកដែរអញ្ចឹងហេគាត់ចាស់យ៉ាងខ្ញុំគិតទៀតវាអាចនឹងមានបញ្ហាបើសិនជាអ្នកផ្សេងគេដឹងថាខ្ញុំជាជនបរទេសអញ្ចឹងហើយខ្ញុំត្រូវការលាក់មុខរបស់ខ្ញុំដូចអញ្ចឹងឯងមិនបាច់ឆ្ងល់ថាមុខមិនឯងខ្ញុំក៏បានឃើញដែរគ្រាន់តែដឹងថាមុខមួយហ្នឹងគឺជាមុខខ្លាំងៗរបស់គាត់អានេះបានមុខពិតគាត់ខ្ញុំសុំសួរមួយចុះអ្នកទាំងពីរមានតំណែងតាក់ទងអីជាមួយនឹងគ្នាគាត់គឺជាគ្នារបស់ខ្ញុំធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយឃើញភ្លាមស្រឡាញ់ផ្លែតតែអាចតែញ៉ាំអីមួយខ្ញុំបានអត់បិទមាត់អាខ្យងនិយាយមួយខ្ញុំនៅពេលដែលឯងដឹងថាកន្លែងឯងនៅណាតែខ្ញុំគួរតែកាត់អណ្ដាតរបស់ឯងឲ្យឯងអត់លើនឹងអរគុណចំពោះរាយការណ៍បដិសេធដ៏ធ្ងន់ធ្ងរមួយនេះអញ្ចឹងយើងចាប់ផ្ដើមមកធ្វើមិត្តភក្តិនឹងគ្នាណាចឹងតើកៅតែឯងចង់ឲ្យយើងខ្វេះក្របភ្នែកឯងចេញមកក្រៅមែនទេហេមើលកៅភ្នែកគេស្លោឡើងខ្ជូតកុំប្រកាន់នឹងមិត្តភក្តិខ្ញុំអីឥឡូវបើពួកយើងរៀបចំខ្លួនហើយតោះយើងចេញដំណើរហ្មងទៅអូលោកម៉ូម៉ុនមានអីមែនលោកត្រូវបានគេស្នើសុំឲ្យធ្វើការងារមួយហេចុះណាគេនេះស្នើគឺលោកនេភេរីបាឡែណាបេនៅស្ងៀមសុំទោសផងលោកម្ចាស់ខ្ញុំដឹងតែឯងចង់ការពារខ្ញុំតែទប់អារម្មណ៍ខ្លួនឯងតិចទៅបានអត់ខ្ញុំរីករាយណាស់ដែលបានជួបលោកខ្ញុំគឺជាអ្នកស្នើលោកហើយខ្ញុំសុំទោសផងតែខ្ញុំបានទទួលការងារថ្មីបាត់ហើយលោកម៉ូម៉ុនតែគេមកស្នើសុំផ្ទាល់ខ្លួនណាបើមិនវាយ៉ាងម៉េចប៉ុន្តែធ្វើការងារដែលគេស្នើសុំមុនវាគឺជារឿងត្រឹមត្រូវក៏ប៉ុន្តែការងារគេស្នើសុំផ្ទាល់ខ្លួនណាឥឡូវចេះទៅខ្ញុំនឹងគិតមើលសាមីបន្ទាប់ពីបាឡែគាត់និយាយរៀបរាប់ហើយខ្ញុំឈ្មោះថាណភេរ៉ាបាឡែជាគ្រូពេទ្យនៅក្នុងក្រុងមួយនេះឥឡូវខ្ញុំមានកម្រងការចូលទៅព្រៃដែលនៅជិតភូមិខនដើម្បីទៅបេះឱសថចឹងខ្ញុំចង់ឲ្យលោកធ្វើជាអ្នកការពារខ្ញុំហើយជួយខ្ញុំរកឱសថទាំងអស់នោះម៉ងកាគាត់ក៏បានគិតទៅខ្លួនឯងថាវាមានបញ្ហាតិចតួចដោយសារតែគាត់អត់មាន skill ណាដែលអាចការពារមនុស្សម្នាក់ទៀតបានទេ Peter តើលោកគិតយ៉ាងម៉េចដែរបើសិនជាខ្ញុំជួលលោកមានន័យយ៉ាងម៉េចទៅការងារការពារអញ្ចឹងគឺត្រូវការផ្នែកនឹងតិចដូចលោកគ្រុឌអញ្ចឹងហើយម្យ៉ាងទៀតបើយើងនៅក្នុងព្រៃអញ្ចឹងយើងមិនត្រូវការអ្នកបញ្ជាព្រៃដោយលោកដែងដែរហ្នឹងហើយយោបល់លោកពិតជាល្អមែនចឹងអត់អីទេចឹងខ្ញុំចូលរួមបានតើល្អហើយចឹងតែខ្ញុំមានសំណួរមួយទៀតតើហេតុអីបានជាឯងស្នើសុំខ្ញុំដោយផ្ទាល់ខ្ញុំទៅតែមកម្សិលមិញទេដូចជាអត់មានស្គាល់ណាគេទេមិនបានដឹងពីខ្ញុំខ្ញុំលឺមានរាយការណ៍ឡើងនៅតូបស្រាហ្នឹងណាខ្ញុំលឺថាលោកបានវាយអ្នកដែលមានឋានៈធំជាងលោកដោយងាយស្រួលហើយម្យ៉ាងទៀតហ្នឹងបើសិនជាខ្ញុំជួលអ្នកដែលឋានៈដូចលោកគឺវាអត់ថោកជាងមែនវ៉ៃឥឡូវបើមានអីទៀតទេតើយើងចេញដំណើរលើហ្មងទៅកន្លែងកប់ខ្មោចនៅ Irentel ខ្ញុំចុះទៅក្រៅមែនណាខាចខ្ញុំមកជួបលោកនេះនៅហ្នឹងអត់ហ្នឹងជប់ហៅយើងបែបហ្នឹងទៀតមើលវ៉ៃឯងកំពុងតែបំពេញឈ្មោះរបស់លោកសូរ៉ាណុនហើយណាមើលខ្ញុំយកអីឲ្យលោកគាត់នៃប្រាជ្ញាកំណត់ដោយអស្ចារ្យរបស់ Slane Theocracy ត្រូវហើយខ្ញុំលួចពីក្មេងស្រីដែលខ្ជូតម្នាក់នាងពេលអាហ្នឹងទៅដូចឈួតចឹងតែឯងយកមកហ្នឹងអាហ្នឹងដូចជាសម្រាមហ្នឹងបើសិនជាអត់មានម្ចាស់ខ្ញុំដឹងតែចឹងបានខ្ញុំយកមកឲ្យលោកប្រើហ្នឹងក្រែងលោកគឺជាកូនចៅសូរ៉ាណុនខ្ញុំលើសើថាមានក្មេងប្រុសម្នាក់នៅក្នុងក្រុងមួយហ្នឹងគេអាចប្រើយុទ្ធសាស្ត្របានគ្រប់មុខចឹងខ្ញុំចង់ដឹងថាតើគេអាចប្រើមកកូនមួយហ្នឹងកើតអត់អញ្ចឹងឯងទៅចាប់អាក្មេងមួយហ្នឹងមកពីរនាក់ហ្នឹងមានកម្រងចាប់ណភេរ៉ាបាឡែមកធ្វើជាមន្តអាគមដើម្បីជប់ខ្មោចបិសាចចេញទៅវាយក្រុងហើយរឿងក៏បានឆ្លេះត្រឹមប៉ុណ្្នឹងទៅតែអ្នកគ្នាយល់យ៉ាងម៉េចដែរសម្រាប់ការបកប្រែក៏ដោយសារតែបើសិនជាខ្ញុំសម្រាយប្រហែលជាអស់ហើយយ៉ាង7-8នាទីខ្លះទៅក៏6នាទីដែរតែបើសិនជាខ្ញុំបកប្រែអ្នកនរគ្នានឹងយល់សាច់រឿងថាយ៉ាងម៉េចច្រើនហើយអ្នកនរគ្នាក៏បានទស្សនាយូរដែរ